តไปយើងរៀនកន្លោះដៃបានត្រឹមត្រូវហើយបានស្រួលហើយយើងចាប់តាមរៀនកាត់សាច់ក្រូចណាយើងរៀនកាត់សាច់ក្រូចសិនព្រោះយើងអាចទៅកាត់ជាមួយសាច់ដៃគេទាល់ទេណាវាអាចឈាមអញ្ចឹងសាច់ក្រូចផ្លែក្រូចគឺវាមានសម្បកវាដូចស្បែកយើងអញ្ចឹងយើងយកអាសម្បកខាងក្រៅនេះធ្វើដូចជាស្បែករបស់យើងអញ្ចឹងហើយបន្ទាប់មកគឺយើងរៀនកាត់សាច់ក្រូចហ្នឹងណាបន្ទាប់មកពេលដែលយើងកាត់គឺយើងយកចុងកត្រៃមកច្បិចណាអត់ឲ្យយកគល់ចាប់ចេះណាអត់កាន់ពេញចេះទេគឺយើងចាប់ចុងកត្រៃច្បិចសាច់ស្បែកសម្បកក្រូចហ្នឹងតិចមកចាប់វាណាចាប់ចុងកត្រៃកន្លោះដេញវាតិចមកដេញមកជារង្វង់តាមសម្បកក្រូចហ្នឹងមកបងប្អូនពេលដែលយើងរៀនកាត់សាច់ក្រូចហ្នឹងគឺយើងត្រូវគិតថាសាច់ក្រូចហ្នឹងវាដូចនឹងស្បែកដៃយើងអញ្ចឹងហើយយើងព្យាយាមកាត់មិនកាត់ឲ្យស្មើព្រោះថាបើសិនជាពេលដែលយើងកាត់សាច់ក្រូចបានស្អាតគឺយើងអាចទៅកាត់លើដៃភ្ញៀវឬមួយក៏សាកល្បងកាត់លើដៃផ្ទាល់បានហើយណាតែបងប្អូនត្រូវព្យាយាមដែរណាព្រោះថាដំបងឯងនឹងឈឺដៃបើសិនជាឈឺដៃ